រដ្ឋបាលខេត្តកំពង់ឆ្នាំងទម្លាក់តួនាទីមន្ត្រីខេត្តនេះ2នាក់រឿងបង្គោលសូឡាតម្លៃ8លានរៀលឬក៏ស្មើនឹង$2000ដែលលើសទីផ្សារជាង10ដងបាទក្រសួងមហាផ្ទៃក៏ចាត់ចែងចេញលិខិតអីចុះស៊ើបអង្កេតហ្នឹងក្រោយប្រព័ន្ធបណ្ដាញសង្គម Facebook អូសអត់ផុតពីរឿងណែបង្គោលសូឡាតម្លៃ8លានរៀលឬ$2000នៅឯឃុំទឹកហូតស្រុកលាបៀខេត្តកំពង់ឆ្នាំងហ្នឹងណាឥឡូវនេះគឺបន្ទាប់ពីក្រសួងចេញលិខិតអន្តរាគមន៍ទៅក៏ឃើញរដ្ឋបាលខេត្តនេះគឺរដ្ឋបាលខេត្តកំពង់ឆ្នាំងហ្នឹងគេចេញលិខិតមួយទម្លាក់តួនាទីបងប្អូនអត់ដកអីណាទម្លាក់តួនាទីអត់មានទៅដកខុសអីក៏ដោយស្រុកខ្មែរយើងហ្នឹងគឺយ៉ាងច្រើនទម្លាក់ដូចពេទ្យមួយដែលច្បាច់សដន់អ្នកជំងឺបន្លំធ្វើចលនាដើម្បីសង្គ្រោះជីវិតអីចឹងទៅឥឡូវនេះដល់ពេលដែលគេដកពីតួនាទីប្រធានមណ្ឌលសុខភាពហ្នឹងគឺក្រសួងមហាផ្ទៃឲ្យនៅជាមន្ត្រីធម្មតាបានន័យថានៅមានក្របខ័ណ្ឌរដ្ឋដដែលទេមិនមែនជាទណ្ឌកម្មអីធ្ងន់ទេគ្រាន់តែថាដកពីប្រធានមន្ទីរទៅក៏តែប៉ុណ្្នឹងឯងមកជាមន្ត្រីធម្មតាតែនៅតែមានក្របខ័ណ្ឌមន្ត្រីដដែលទេដូចគ្នាអញ្ចឹងដែរមន្ត្រីរដ្ឋរាជការ2នាក់នេះនៅខេត្តកំពង់ឆ្នាំងបើទោះបីជាគេរកឃើញថាគាត់មានបញ្ហាគ្រប់គ្រងផ្នែករដ្ឋបាលធ្វើឲ្យមានអំពើពុករលួយឬក៏រឿងបង្គោលដែលមានតម្លៃ8លានរៀលឬក៏$2000ដែលមែនតែនទៅបង្គោលនេះមួយតែ$100ជាងហ្នឹងចឹងលុយហ្នឹងគឺវាអញ្ញាញ៉ៃនៅក្នុងគម្រោងដេញថ្លៃហ្នឹងគឺរដ្ឋបាលខេត្តកំពង់ឆ្នាំងនៅក្នុងលិខិតគាត់ថ្ងៃ12ខែសីហាម្សិលមិញបញ្ចប់មុខតំណែងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្តកំពង់ឆ្នាំងចំនួន2រូបមានឈ្មោះលោកហងពិសីលោកហងពិសីហ្នឹងគឺជាឧត្តមមន្ត្រីថ្នាក់លេខ3ដោយដកគាត់ចេញពីនាយទីចាត់ការផែនការនិងវិនិយោគសាលាខេត្តមកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិកនៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំងភ័យឲ្យហើយទៅអ្នកដែលខាងគ្រប់គ្រងបុគ្គលិកហ្នឹងយកមនុស្សដែលមានប្រព្រឹត្តអំពើខុសដែលរដ្ឋរកឃើញថាមានបញ្ហាឥឡូវមកគ្រប់គ្រងបុគ្គលិកហើយតើទៅគ្រប់គ្រងធនធានមនុស្សហ្មងបើធនធានយើងនឹងវាអញ្ចឹងហើយណាអាហ្នឹងចំពោះលោកហងពិសីលោកវ៉ាន់ថេនឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ5ពីនាយទីចាត់ការអន្តរវិស័យសាលាខេត្តមកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិកដែរនៅទីចាត់ការធនធានខ្ញុំនៅចាំរឿងមួយកាលខ្ញុំធ្វើការនៅសាលាក្តីខ្មែរក្រហមណាកាលហ្នឹងមានរឿងអំពើពុករលួយពុករលួយហ្នឹងគឺអូយផ្ទុះពេញសាលាក្តីខ្មែរក្រហមដោយសារតែគេចោទប្រកាន់លោកសៀនវិសុទ្ធនៅខាងភាគីកម្ពុជាខាងគ្រប់គ្រងរដ្ឋបាលខាងកម្ពុជានៅសាលាក្តីហ្នឹងថាស៊ីសំណូកឬយកលុយបុគ្គលិកប្រាក់ខែហ្នឹងកាត់ប្រាក់ខែគ្នាដូចថាបាន3000អញ្ចឹងបានតែ1800អញ្ចឹង1200ឲ្យគាត់អីអញ្ចឹងទៅហើយបុគ្គលិកទាំងអស់ហ្នឹងទៅរាយការណ៍ប្រាប់សារព័ត៌មាន CNN ដល់អញ្ចឹងទៅធ្វើឲ្យគាត់អត់អាចធ្វើការនឹងបានរហូតក៏អត់មានទោសទណ្ឌអត់មានអីស៊ើបអង្កេតអីទេគឺគ្រាន់តែព្យួរការងារហ្នឹងថាផ្អាកដោយសារបញ្ហាសុខភាពហ្នឹងរហូតតតែសាលាក្តីបិទក៏ប៉ុន្តែនៅពេលហ្នឹងគឺមានប្រធានបុគ្គលិកម្នាក់នៅក្នុងហ្នឹងក៏គេដកគាត់ចេញដែរយកទៅឲ្យធ្វើជាអ្នកដែលនៅក្នុងអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយដកពីអាកន្លែងគេរករឿងពីរឿងពាក់ព័ន្ធនឹងអំពើពុករលួយយកទៅឲ្យបំពេញការងារក្នុងការតាមដានស៊ើបអង្កេតអំពើពុករលួយខ្ញុំថាបើសិនជាយើងឧទាហរណ៍យើងយកពួកបងធំណាយើងយកទៅបង្ក្រាបបងធំយកពួកជួញដូរគ្រឿងញៀនយកទៅបង្ក្រាបពួកជួញដូរគ្រឿងញៀនព្រោះដឹងរឿងជួញដូរគ្រឿងញៀនអាហ្នឹងដូចជាវាសមតែដល់យកមន្ត្រីប្រព្រឹត្តខុសហើយតែឲ្យនៅកាន់ជាមន្ត្រីហើយដល់អញ្ចឹងទៅវាទណ្ឌកម្មហ្នឹងវាដូចជាស្រាលពេកឬក៏មិនដឹងជាយ៉ាងម៉េចទេដូចថាប្រជាពលរដ្ឋស្ដាប់មកថាចុះអត់មានព្រមប្រឈប់ឲ្យអស់តែម្ដងទេអញ្ចឹងឲ្យឈប់ធ្វើការនៅកន្លែងហ្នឹងហ្មងទៅវាថៃតែយ៉ាងណាបងប្អូនហានេះគឺជាបែបបទខិតក្រមរដ្ឋបាលរបស់គេដែរជួនកាលគេថាគ្រាន់គ្នាខុសប៉ុណ្ណឹងដកតួនាទីអស់ទៅដាច់ចោលដាច់ពោះងាប់ព្រោះគ្នាខំធ្វើការដើម្បីបានប្រាក់សោធននិវត្តន៍ចិញ្ចឹមគ្រួសារអីប៉ុន្តែបងប្អូនយើងត្រូវចែកឲ្យដាច់រវាងទឹកនិងប្រេងរវាងអំពើល្អអំពើអាក្រក់អំពើអូក្រិដ្ឋនិងអំពើសុចរិតតែអូក្រិដ្ឋហើយគឺត្រូវតែផ្ដំទាទោសអស់តួនាទីជាប់គុកជាប់ច្បាប់ទៀតផងអាហ្នឹងគិតធ្វើម៉េចហើយបើអត់មានការដែលដោះស្រាយចឹងទេមនុស្សខ្លាចអីងាប់តែយើងធ្វើខុសប៉ុណ្ណាណីមកដល់វាយដៃប៉ុណ្ណឹងបានចប់លើកក្រោយធ្វើលឹះនឹងទៀតព្រោះមន្ត្រីគិតថាប៉ុណ្ណឹងវិញទៅខ្លាចស្អីមនុស្សពេលខ្លះប្រព្រឹត្តអំពើពុករលួយដើម្បីមានបានណាហើយយើងទៅចាប់គាត់យកទៅឃុំខ្លួន6ខែឧទាហរណ៍គេខ្លាចអីជាប់គុក6ខែទៅសោកលុយមន្ត្រីគុកឲ្យមិនស្រួលជួនកាលអត់បាច់នៅក្នុងគុកប៉ុន្តែអាលុយដែលលួចបានហ្នឹងរាប់លានដុល្លារយកទៅមានបានហ្មងនិយាយទៅរលបហ្នឹងអត់ខ្លាចជាប់គុកអត់ខ្លាចអីព្រមព្រោះអីជាប់គុកក៏មិនជាទោសទណ្ឌអីបើនៅអាមេរិកនេះណាតែជាប់គុកជាប់ច្បាក់ឬក៏នេះអា credit យើងហ្នឹងគេហៅ credit គឺអាក្រក់គឺថាពិបាកហ្មងគឺមានបញ្ហា
រកការងារក៏ពិបាករកអីក៏ពិបាកនៅក្នុងសង្គមហ្នឹងគេមិនសូវរាប់រកទេព្រោះយើងជាអក្រិតជនអីអញ្ចឹងណាគេអនុគ្រោះច្រើនដែរក៏ប៉ុន្តែអូយឲ្យតែដឹងឮនរណាប្រព្រឹត្តអាក្រក់ហ្នឹងកុំទៅអីណាទៅឈរឈ្មោះជាការងាររាជការគេមិនរើសយើងយកយើងធ្វើការទេវាអញ្ចឹងណាវាមានប្រព័ន្ធគេអញ្ចឹងប៉ុន្តែនៅយើងមិនដឹងមិនខ្មិចទេជួនកាលមន្ត្រីណានោះទៅបាញ់គេសម្លាប់គេទៀតជួនកាលចេញមកចូលធ្វើការកន្លែងដែល2ឆ្នាំក្រោយបាទអ្នកដែលជាជនរងគ្រោះបាក់ស្បាតហ្មងបើឃើញអញ្ចឹង